ខ្ញុំបានឃើញកសិករជាច្រើនកំពុងតែត្អូញត្អែថាដីរបស់គាត់មានសភាពរឹងក្តាំងដីសម្បូរទៅដោយជាតិអាស៊ីតជាតិជូរហើយដំណាំលូតលាស់យឺតខំដាក់ជីអស់ច្រើនហើយក៏ប៉ុន្តែមិនទទួលបានទិន្នផលដោយតាមការរំពឹងទុកសោះដូច្នេះទៅថ្ងៃនេះខ្ញុំសូមណែនាំពុកម៉ែបងប្អូននៅផលិតផលមួយប្រភេទគឺម្សៅកបោត្រីរឿង PN ដែលកសិករជាច្រើនកំពុងតែប្រើសម្រាប់កែលម្អគុណភាពដីឡើងវិញជួយរក្សាតុល្យភាព pH ដីដែលអត្ថប្រយោជន៍របស់វានោះគឺវាអាចចូលទៅជួយចាត់បន្ថយជាតិអាស៊ីតនៅក្នុងដីជួយកែលម្អរចនាសម្ព័ន្ធដីឲ្យល្អប្រសើរនិងជួយទៅកាត់បន្ថយមេរោគនៅក្នុងដីកម្ចាត់សត្វល្អិតដែលធ្វើឲ្យប៉ះពាល់ទៅដល់ឫសដំណាំរបស់ពុកម៉ែបងប្អូនដូច្នេះដីគឺមានសារៈសំខាន់បំផុតនៅក្នុងការដាំដុះដំណាំនៅពេលដែលពុកម៉ែបងប្អូនថែរក្សាដីបានល្អដំណាំក៏មានឱកាសលូតលាស់បានល្អផងដែរចឹងដូចនេះបើសិនជាពុកម៉ែបងប្អូនចង់ដឹងពីរបៀបប្រើឲ្យសមស្របទៅលើដំណាំរបស់ពុកម៉ែបងប្អូនអាច comment ឬមួយក៏ឆាតមកតាមរយៈ page ខាងក្រុមហ៊ុនហើយយន្តនឹងមានលោកគ្រូអ្នកគ្រូបច្ចេកទេសដែលមានបទពិសោធន៍ច្រើនឆ្នាំចាំប្រឹក្សាអំពីបញ្ហាជូនដល់ពុកម៉ែបងប្អូនដោយឥតគិតថ្លៃដូចនេះពុកម៉ែបងប្អូនថែដីនៅថ្ងៃនេះគឺដើម្បីទទួលបានទិន្នផលល្អនៅថ្ងៃក្រោយ